នៅក្នុងទីក្រុង New Orleans ត្រូវបានគេមើលឃើញថាជាកន្លែងសំខាន់មួយសម្រាប់ការដឹកជញ្ជូនទំនិញខុសច្បាប់ព្រោះមានទីតាំងជាប់នឹងផ្លូវធំនិងមានកំពង់ផែដ៏មមាញឹកថ្មីនេះនៅថ្ងៃទី20ខែមករាឆ្នាំ2026មន្ត្រីច្បាប់បានរកឃើញសារធាតុខុសច្បាប់ជាង100និងរបស់របរផ្សេងទៀតដែលត្រូវបានទុកនៅក្នុងតំបន់លំនៅឋានថ្លៃមួយនៅទីនោះក៏មានប្រាក់ជាច្រើនដុំមាសនិងរថយន្តផតឆេជាច្រើនគ្រឿងផងដែរព័ត៌មាននេះត្រូវបានអ្នករស់នៅជិតខាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគ្មាននរណាម្នាក់គិតថាអាចមានបណ្ដាញដ៏ធំបែបនេះនៅជិតផ្ទះរបស់ពួកគេឡើយហើយក៏មានការភ្ញាក់ផ្អើលបន្ថែមទៀតនៅពេលដែលដឹងថាម្នាក់នៅក្នុងចំណោមជនសង្ស័យគឺជាអ្នកអនុវត្តច្បាប់ដែលកំពុងតែបម្រើការងារផងដែរបន្ទាប់មកក៏មានសំណួរជាច្រើនបានកើតឡើងតើនរណាគឺជាអ្នកដឹកនាំបណ្ដាញនេះហើយតើពួកគេអាចដំណើរការយ៉ាងស្ងៀមស្ងាត់នៅកណ្ដាលទីក្រុងបានដោយរបៀបណាចាប់តាំងពីចុងឆ្នាំ2025មកអាជ្ញាធរនៅ New Orleans បានតាមដានបណ្ដាញនេះយ៉ាងសម្ងាត់អស់រយៈពេលជាច្រើនខែក្រុមអ្នកស៊ើបអង្កេតរួមមាន Jefferson Parish Sheriff Office, New Orleans Police Department ហើយនិង Homeland Security Investigation ហើយនិង FBI ការសហការនេះបង្ហាញថាករណីនេះមានភាពស្មុគស្មាញនិងពាក់ព័ន្ធជាមួយនឹងតំបន់ជាច្រើននៅក្នុងដំណាក់កាលដំបូងព័ត៌មានត្រូវបានរក្សាទុកយ៉ាងសម្ងាត់ប៉ុន្តែនៅពេលដែលមានការផ្លាស់ទីសារធាតុខុសច្បាប់ច្រើនរវាងតំបន់ផ្សេងៗវាបានធ្វើឲ្យអាជ្ញាធរមានអារម្មណ៍ថាមានបណ្ដាញធំមួយកំពុងតែដំណើរការក្រោយពេលស៊ើបអង្កេតអស់រយៈពេលជាយូរអាជ្ញាធរបានកំណត់គោលដៅសំខាន់ៗដើម្បីតាមដាននិងប្រមូលភស្តុតាងពួកគេបានប្រើវិធីដូចជាតាមដានចលនាស្ដាប់ទូរស័ព្ទប្រើ GPS តាមដានទីតាំងតាមរយៈការងារទាំងអស់នេះអាជ្ញាធរបានរកឃើញទីតាំងសម្ងាត់ចំនួន4កន្លែងដែលគេជឿថាមានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងបណ្ដាញមួយនេះហើយនៅក្នុងពេលតែមួយជនសង្ស័យសំខាន់4នាក់នៅក្នុងបណ្ដាញនេះក៏ត្រូវបានកំណត់អត្តសញ្ញាណពួកគេគឺជាបរិសុទ្ធជនជាតិវៀតណាមទាំងអស់ហើយឈ្មោះរបស់ពួកគេមានដូចជា Tony Vu Tran, Bill Vu, Phai Vu ហើយនិង Jonathan Nguyen ក្នុងចំណោមនោះអ្នកដែលគេចាប់អារម្មណ៍ខ្លាំងជាងគេគឺ Tony Vu Tran បន្ទាប់ពីពិនិត្យអាជ្ញាធរបានរកឃើញថាគាត់ធ្លាប់ធ្វើការជាមេធាវីដែលចូលរួមប្តឹងនិងដោះស្រាយករណីតុលាការនៅឯ Orleans Parish និងធ្លាប់ជាព្រះរាជអាជ្ញានៅ New Orleans ចន្លោះឆ្នាំ2014ដល់ឆ្នាំ2016គាត់ទើបតែចូលធ្វើការនៅការិយាល័យ District Attorney មួយនៅខែវិច្ឆិកាឆ្នាំ2025ព័ត៌មាននេះបានធ្វើឲ្យអ្នកស៊ើបអង្កេតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមនុស្សម្នាក់ដែលយល់អំពីច្បាប់និងធ្លាប់ការពារយុត្តិធម៌ប្រែក្លាយទៅជាជនសង្ស័យដ៏សំខាន់ទៅវិញដោយសារតែបែបនេះហើយបានធ្វើឲ្យករណីនេះកាន់តែស្មុគស្មាញហើយអាជ្ញាធរត្រូវប្រុងប្រយ័ត្នខ្លាំងដើម្បីប្រមូលភស្តុតាងឲ្យកាន់តែច្បាស់លាស់ជនសង្ស័យផ្សេងទៀតក៏ត្រូវបានបញ្ជាក់ផងដែរក្នុងនោះរួមមាន Bill Vu អាយុ41ឆ្នាំ Phai Vu អាយុ38ឆ្នាំ Jonathan Nguyen អាយុ37ឆ្នាំរស់នៅតំបន់ជាយក្រុង Jefferson Parish ដើម្បីបង្កើនភស្តុតាងអាជ្ញាធរបានតាមដានសកម្មភាពរបស់ពួកគេទាំងអស់រយៈពេលជាច្រើនខែនៅពេលគិតថាពេលវេលាសមស្របបានមកដល់ហើយក្រុមការងារក៏ចាប់ផ្ដើមប្រតិបត្តិការនៅព្រឹកថ្ងៃអង្គារទី20ខែមករាឆ្នាំ2026ក្រុមការងារជាច្រើនបានចូលប្រតិបត្តិការនៅក្នុងពេលតែមួយមានការអនុវត្តបញ្ជាស្វែងរក4កន្លែងផ្សេងៗគ្នានៅក្នុង New Orleans រួមមានផ្ទះនៅតំបន់ West End ជិតបឹង Lake Pontchartrain ទីតាំងមួយទៀតនៅឯ New Orleans East មួយកន្លែងទៀតនៅឯ Village de Est និងតំបន់ Lower Garden District ទីតាំងទាំងនេះត្រូវបានសង្ស័យថាជាកន្លែងរក្សាទុកនិងចែកចាយសារធាតុខុសច្បាប់នៅក្នុងតំបន់ Estwest ប៉ូលីសបានចូលទៅកាន់ Apartment ថ្លៃមួយដែលមាន Tony Vu Tran នៅទីនោះហើយប៉ូលីសក៏បានចាប់ខ្លួន Bill Vu, Phai Vu និង Jonathan Nguyen ផងដែរនៅទីតាំងផ្សេងៗទៀតប្រតិបត្តិការនេះបានជោគជ័យទាំងស្រុងមិនមាននរណាម្នាក់អាចគេចខ្លួនបាននោះទេហើយភស្តុតាងទាំងអស់ក៏ត្រូវបានរឹបអូសលទ្ធផលនៃការស្វែងរកបានធ្វើឲ្យមន្ត្រីស៊ើបអង្កេតមានការភ្ញាក់ផ្អើលម្ដងទៀតព្រោះទំហំប្រតិបត្តិការនេះធំជាងការគិតរបស់ពួកគេមានការរកឃើញសារធាតុកញ្ឆាប្រហែលជា181គីឡូក្រាមនិងផលិតផលផ្សេងៗទៀតដែលមាន THC ដែលអាចប៉ះពាល់ទៅដល់ខួរក្បាលនិងអារម្មណ៍ដើម្បីរៀបចំការវេចខ្ចប់ពួកគេបានប្រើម៉ាស៊ីនបូមខ្យល់ដើម្បីបិទឲ្យជិតនិងកាត់បន្ថយក្លិនវាបានបង្ហាញថាមានការរៀបចំយ៉ាងហ្មត់ចត់ព្រោះកញ្ឆាមានក្លិនខ្លាំងនិងងាយត្រូវបានរកឃើញប្រសិនបើមិនបានបិទជិតល្អក្រៅពីកញ្ឆានៅកន្លែងដែលពាក់ព័ន្ធជាមួយនឹងក្រុមរបស់ Tony Vu Tran អាជ្ញាធរក៏បានរកឃើញសារធាតុខុសច្បាប់ប្រភេទផ្សេងៗទៀតរួមមាន MDMA ទាំងម្សៅហើយនិងគ្រាប់ Ketamine
ផ្សិតដែលប៉ះពាល់ទៅដល់ខួរក្បាលនិងអារម្មណ៍និងមេតាហ្វេតាមីនបើទោះបីបរិមាណមិនច្រើនដូចជាកញ្ឆាក៏ដោយក៏វាបានបង្ហាញថាបណ្ដាញនេះមិនមែនលក់ទំនិញតែមួយមុខទេប៉ុន្តែមានច្រើនប្រភេទដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ផ្សេងៗក្រៅពីសារធាតុខុសច្បាប់អាជ្ញាធរក៏បានរកឃើញទ្រព្យសម្បត្តិជាច្រើនរួមមានប្រាក់សុទ្ធប្រហែលជា$135,000ដុំមាស3ដុំដែលមានតម្លៃប្រហែលជា$24,000រថយន្តថ្លៃ3គ្រឿងដូចជា Porsche 911ការរក្សាមាសអាចជាវិធីមួយក្នុងការរក្សាទ្រព្យសម្បត្តិដើម្បីជៀសវាងការតាមដានពីធនាគារឬរដ្ឋាភិបាលអ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតគឺការរកឃើញអាវុធចំនួន7ដើមទោះបីជាមិនបានបង្ហាញម៉ូដែលច្បាស់លាស់ក៏ដោយក៏វាបង្ហាញថាប្រតិបត្តិការបែបនេះមានហានិភ័យខ្ពស់ព្រោះជាញឹកញាប់ក្រុមនេះប្រើអាវុធដើម្បីការពារទំនិញឬការពារខ្លួនសម្រាប់ករណី Tony Woodran ការកាន់កាប់អាវុធជាមួយនឹងសារធាតុខុសច្បាប់ត្រូវបានចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរតាមច្បាប់រដ្ឋរបស់ Louisiana ហើយអាចនាំឲ្យមានការចោទប្រកាន់បន្ថែមបន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះជនសង្ស័យទាំង4ត្រូវបាននាំទៅកាន់កន្លែងឃុំខ្លួន Tony Woodran ត្រូវបាននាំទៅ Orleans Justice Center នៅឯ New Orleans Jonathan Nguyen ត្រូវបានចាប់ខ្លួននៅឯ Jefferson Parish ហើយកំណត់ប្រាក់ធានាខ្លួន$20,000សរុបមកករណីនេះបានបង្ហាញថាបណ្ដាញនេះមានការរៀបចំបានយ៉ាងល្អមានទំនិញច្រើនប្រភេទនិងមានទ្រព្យសម្បត្តិច្រើនដែលបង្ហាញអំពីប្រតិបត្តិការដ៏ធំមួយក្នុងពេលដូចគ្នានោះ Bill Wu ហើយនិង Five Wu ត្រូវបានឃុំខ្លួនដោយគ្មានសិទ្ធិដាក់ប្រាក់ធានាខ្លួនព្រោះពួកគេត្រូវបានសម្គាល់ថាធ្លាប់បានរត់គេចពីតំបន់ Orleans Parish ពីមុនមកដូច្នេះវាមានន័យថាពួកគេអាចជាប់ពាក់ព័ន្ធជាមួយនឹងករណីចាស់ឬដីកាចាប់ខ្លួនដែលមិនទាន់បានដោះស្រាយដូច្នេះត្រូវបានរក្សាទុកនៅក្នុងការឃុំខ្លួនដើម្បីរងចាំដំណើរការតាមផ្លូវច្បាប់ការមិនអនុញ្ញាតឲ្យដាក់ប្រាក់ធានាក៏បង្ហាញថាតុលាការមើលឃើញថាពួកគេអាចមានហានិភ័យខ្ពស់ក្នុងការរត់គេចឬបង្កគ្រោះថ្នាក់ដល់សង្គមប្រតិបត្តិការនេះត្រូវបានចាត់ទុកថាជាជ័យជំនះដ៏ធំមួយសម្រាប់អាជ្ញាធរព្រោះបានចាប់ខ្លួនជនសង្ស័យទាំង4នាក់និងបានរឹបអូសសារធាតុខុសច្បាប់ប្រាក់និងអាវុធជាច្រើនប៉ុន្តែរឿងមិនបានបញ្ចប់ត្រឹមនេះទេសាធារណជនបានចាប់អារម្មណ៍ទៅលើប្រវត្តិរបស់ជនសង្ស័យនិងទំហំនៃបណ្ដាញនៅពីក្រោយពួកគេជាពិសេសមនុស្សជាច្រើនចង់ដឹងថាហេតុអ្វីបានជា Tony Woodran ដែលធ្លាប់ជាព្រះរាជអាជ្ញាត្រូវចូលរួមនៅក្នុងសកម្មភាពខុសច្បាប់បែបនេះតើអ្នករួមដំណើររបស់គាត់គឺជានរណាហើយបណ្ដាញមួយនេះដំណើរការយូរប៉ុណ្ណាហើយបន្ទាប់ពីចាប់ខ្លួនព័ត៌មានអំពីជនសង្ស័យត្រូវបានបង្ហាញបន្តិចម្ដងTony Woodran អាយុ46ឆ្នាំត្រូវបានចាត់ទុកថាជាមនុស្សសំខាន់បំផុតនៅក្នុងករណីនេះហើយក៏ជាអ្នកដែលគេចាប់អារម្មណ៍ខ្លាំងបំផុតផងដែរគាត់គឺជាជនជាតិអាមេរិកដើមកំណើតវៀតណាមនិងរស់នៅ New Orleans តាមប្រវត្តិការងាររបស់គាត់បានឲ្យដឹងថាគាត់ធ្លាប់ធ្វើជាព្រះរាជអាជ្ញានៅ Orleans Parish ក្នុងកំឡុងឆ្នាំ2014ដល់ឆ្នាំ2016បន្ទាប់មកគាត់ក៏បានទៅធ្វើការនៅឯ Jefferson Parish ហើយនៅខែវិច្ឆិកាឆ្នាំ2025គាត់បានចូលរួមធ្វើការជា Assistant District Attorney នៅឯ Baptist Parish នៅពេលចាប់ខ្លួនគាត់ទើបតែធ្វើការនៅទីនោះប្រហែលជា2ខែតែប៉ុណ្ណោះខាងក្រោយរូបភាពជាមន្ត្រីសាធារណៈ Tony Woodran ត្រូវបានគេសង្ស័យថាគឺជាអ្នករៀបចំនិងដឹកនាំបណ្ដាញទាំងមូលការដែលគាត់បានប្រើផ្ទះផ្ទាល់ខ្លួនរបស់គាត់នៅតំបន់ Lakeview ដើម្បីរក្សាទុកកញ្ឆាជាច្រើនបង្ហាញថាគាត់ពិតជាបានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងបណ្ដាញមួយនេះបន្ទាប់ពីព័ត៌មាននេះត្រូវបានបង្ហាញអ្នកដឹកនាំការិយាល័យព្រះរាជអាជ្ញានៅឯ Johns Perry បានបញ្ឈប់ការងាររបស់គាត់ភ្លាមហើយនៅថ្ងៃដដែលនោះគាត់ក៏ត្រូវបានចាប់ខ្លួនពួកគេបានបញ្ជាក់ថាមិនអនុញ្ញាតឲ្យមានអំពើមិនត្រឹមត្រូវនៅក្នុងអង្គភាពរបស់ពួកគេឡើយពួកគេក៏បានបន្ថែមទៀតថា Tony Woodran មិនទាន់បានដោះស្រាយករណីធំៗនៅទីនោះនៅឡើយទេព្រោះគាត់ទើបតែចូលធ្វើការហើយក៏ជាពេលវេលាឈប់សម្រាកចុងឆ្នាំផងដែរដូច្នេះការងារតុលាការមូលដ្ឋានមិនទទួលផលប៉ះពាល់ដល់ករណីមួយនេះឡើយបន្ទាប់ពីព័ត៌មានត្រូវបានបង្ហាញមនុស្សដែលធ្លាប់ស្គាល់ Tony Woodran ក៏បង្ហាញការភ្ញាក់ផ្អើលទៅលើបណ្ដាញសង្គមផងដែរមនុស្សមួយចំនួនបាននិយាយថាគាត់ធ្លាប់ធ្វើជាមេធាវីតំណាងឲ្យពួកគេហើយពួកគេមិនដែលគិតថាគាត់នឹងជាប់ពាក់ព័ន្ធជាមួយនឹងរឿងបែបនេះឡើយបើព័ត៌មាននេះវាជាការពិតមែននោះមានន័យថាបន្ទាប់ពីចាកចេញពីការិយាល័យនៅឆ្នាំ2016គាត់អាចទៅធ្វើការជាមេធាវីឯកជនហើយចំណេះដឹងផ្នែកច្បាប់របស់គាត់អាចជួយឲ្យគាត់លាក់បាំងសកម្មភាពខុសច្បាប់អស់រយៈពេលជាយូរជនសំខាន់ទី2គឺជា Bill Wu អាយុ41ឆ្នាំនៅឯ New Orleans ព័ត៌មានអំពីគាត់មិនសូវមាននោះទេប៉ុន្តែគាត់ត្រូវបានគេចាត់ទុកថាជាអ្នកជិតស្និទ្ធ
និងជាដៃគូដ៏សំខាន់របស់ Tony Wu Tran ក្នុងការគ្រប់គ្រងប្រតិបត្តិការបន្ទាប់មក Phai Wu អាយុ38ឆ្នាំក៏រស់នៅ New Orleans ផងដែរតួនាទីរបស់គាត់គឺជួយផ្នែកចែកចាយដូចជាដឹកជញ្ជូនទំនិញត្រួតពិនិត្យកន្លែងរក្សាទុកប្រមូលប្រាក់និងភ្ជាប់ទំនាក់ទំនងរវាងបណ្ដាញទាំងមូលសមាជិកវ័យក្មេងជាងគេគឺ Jonathan Nguyen អាយុ37ឆ្នាំរស់នៅ Jefferson Parish គាត់ត្រូវបានគេនិយាយថាមានតួនាទីក្នុងការដឹកទំនិញចេញទៅទីផ្សារឬផ្ទេរពីកន្លែងស្តុកទៅអ្នកលក់តូចៗឬអតិថិជនដោយផ្ទាល់ចំណុចមួយដែលគេចាប់អារម្មណ៍គឺជនសង្ស័យទាំង4សុទ្ធតែជាជនជាតិវៀតណាមធ្វើឲ្យសហគមន៍វៀតណាមនៅក្រៅប្រទេសមានអារម្មណ៍ភ្ញាក់ផ្អើលនិងខកចិត្តហើយក៏ត្រូវបានគេមើលឃើញថាវាគឺជាការព្រមានអំពីផលវិបាកធ្ងន់ធ្ងរអំពីសកម្មភាពខុសច្បាប់បច្ចុប្បន្នករណីនេះក៏បាននាំចូលទៅដល់ដំណាក់កាលតុលាការជនសង្ស័យទាំង4នាក់ត្រូវបានចោទប្រកាន់ពីបទធ្ងន់ធ្ងរទាក់ទងទៅនឹងសារធាតុខុសច្បាប់និងអាវុធនៅក្នុងតំបន់ New Orleans Parish ហើយនិង Jefferson Parish ដោយសារតែមានតំបន់2ជាប់ពាក់ព័ន្ធដំណើរការផ្លូវច្បាប់មានសភាពស្មុគស្មាញនិងប្រើរយៈពេលយូរនៅ Orleans Parish Tony Wu Tran ប្រឈមមុខនឹងបទចោទប្រកាន់ជាច្រើនដូចជាកាន់កាប់កញ្ឆាដើម្បីចែកចាយកាន់កាប់ MDMA ដើម្បីចែកចាយកាន់កាប់ឧបករណ៍ដែលពាក់ព័ន្ធនិងកាន់កាប់អាវុធពេលពាក់ព័ន្ធទៅនឹងសកម្មភាពខុសច្បាប់នៅថ្ងៃទី22ខែមករាឆ្នាំ2026គាត់បានបង្ហាញខ្លួននៅក្នុងតុលាការដើម្បីពិភាក្សាអំពីការដាក់ប្រាក់ធានាខ្លួនប៉ុន្តែមិនទាន់មានព័ត៌មានច្បាស់លាស់អំពីចំនួនប្រាក់នៅឡើយទេដោយសារតែករណីនេះធ្ងន់ធ្ងរគាត់ក៏អាចនឹងមិនទទួលសិទ្ធិនេះផងដែរនៅឯ Jefferson Parish ជនសង្ស័យផ្សេងៗទៀតក៏ប្រឈមមុខនឹងករណីដាច់ដោយឡែកពីគ្នា Jonathan Nguyen ត្រូវបានចោទប្រកាន់ពីបទជាច្រើនពាក់ព័ន្ធទៅនឹងសារធាតុខុសច្បាប់ Bill Wu ហើយនិង Phai Wu ប្រឈមមុខនឹងបទចោទប្រកាន់ស្រដៀងគ្នាប្រសិនបើតុលាការរកឃើញថាមានកំហុសពួកគេអាចប្រឈមមុខនឹងទោសធ្ងន់ក្រោមច្បាប់ Louisiana បរិមាណកញ្ឆាដ៏ច្រើនអាចនាំឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំការពាក់ព័ន្ធជាមួយនឹងអាវុធអាចបន្ថែមទោសបន្ថែមទៀតក្រៅពីនេះទ្រព្យសម្បត្តិដូចជាចំនួនទឹកប្រាក់$135,000មាសនិងរថយន្ត Porsche 911អាចត្រូវបានដកហូតជាផ្លូវការប្រសិនបើតុលាការបញ្ជាក់ថាវាជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពខុសច្បាប់បច្ចុប្បន្នជនសង្ស័យទាំងអស់ស្ថិតនៅក្នុងការឃុំខ្លួននិងរងចាំការកាត់ក្តីករណីនេះនៅតែអាចពង្រីកបន្ថែមប្រសិនបើមានភស្តុតាងថ្មីហើយអាចឡើងដល់កម្រិតសហព័ន្ធប្រសិនបើអាជ្ញាធរជាតិចូលរួមបច្ចុប្បន្នករណីនេះនៅក្រោមអំណាចច្បាប់របស់រដ្ឋ Louisiana ប្រសិនបើជនសង្ស័យមិនទទួលខុសត្រូវការកាត់ក្តីអាចបន្តយូរខ្លាំងព្រោះករណីនេះមានភាពស្មុគស្មាញនិងមានភស្តុតាងច្រើនសាធារណជននៅ New Orleans និងសហគមន៍វៀតណាមនៅក្នុងតំបន់កំពុងតែតាមដានរឿងនេះយ៉ាងជិតស្និទ្ធករណីនេះមិនមែនត្រឹមតែជាការស៊ើបអង្កេតអំពីសារធាតុខុសច្បាប់ប៉ុណ្ណោះទេប៉ុន្តែបានក្លាយទៅជាបញ្ហាដ៏ធំមួយដែលប៉ះពាល់ទៅដល់ការជឿជាក់ទៅលើប្រព័ន្ធយុត្តិធម៌ហេតុនេះហើយទើបធ្វើឲ្យមនុស្សជាច្រើនសួរថាតើការផ្ដន្ទាទោសបែបណាឬវិធានការច្បាប់បែបណាទើបអាចទប់ស្កាត់មិនឲ្យមានករណីនេះកើតឡើងម្ដងទៀតករណីមួយនេះមិនត្រឹមតែជាបញ្ហាច្បាប់ទេប៉ុន្តែវាគឺជាបញ្ហានៃភាពជឿជាក់ដែលសង្គមមានចំពោះអ្នកអនុវត្តច្បាប់ផងដែរហើយករណីសម្រាប់ថ្ងៃនេះក៏បានមកដល់ទីបញ្ចប់ដែរតើអ្នកទាំងអស់គ្នាយល់ឃើញដូចម្តេចដែរចំពោះករណីមួយនេះសូមជួយបញ្ចេញមតិយោបល់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមមកខ្ញុំបាទបានដឹងផងហើយបើសិនជាមានកំហុសឆ្គងត្រង់ចំណុចណាមួយក៏សូមជួយខន្តីអភ័យទោសមួយវិញទៀតកុំភ្លេចជួយ like subscribe channel របស់ខ្ញុំផងដើម្បីឲ្យខ្ញុំនឹងមានទឹកចិត្តបន្តផលិតវីដេអូជូនអ្នកទាំងអស់គ្នាបន្ថែមទៀតបាទសូមអរគុណហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ